video ទាក់ទងនឹង certificate ឬក៏បានសារខ្ញុំមានទាក់ទងនឹង website មួយសម្រាប់បង្ហាញជូនអ្នកនរគឺ Canva អញ្ចឹងកុំឲ្យខាតពេលទាំងអស់គ្នាអាចចូលមកកាន់ទាក់ទងនឹងច្រកហើយយើងកាន់តែវាយពាក្យថា canva.com មកបាទបន្ទាប់ពីហ្នឹងយើង enter បន្ទាប់ពី enter យើងរងចាំរហូតដល់ឃើញផ្ទាំង interface នេះមួយបាទអញ្ចឹងទាំងអស់គ្នាមើលផ្នែកខាងនេះមានពាក្យថា template បាទទាំងអស់គ្នាចុចនៅផ្នែកខាងឆ្វេងមកបាទអូខេនិយាយពី template នេះគឺវាមានច្រើនមានសារៈតាក់ទងនឹង presentation poster rename email និង logo ឬក៏ប្រភេទវីដេអូផ្សេងៗដែលយើងអាចប្រើប្រាស់បានក្នុងនោះប៉ុន្តែអ្វីដែលខ្ញុំត្រូវការគឺខ្ញុំវាយពាក្យថា certificate បាទអញ្ចឹងយើងវាយជាភាសាអង់គ្លេសបាទ certificate បាទ certificate បាទបន្ទាប់ពីយើងវាយពាក្យ certificate ប៉ុណ្ណឹងយើងអាចចុច enter ក៏បានឬក៏ចុចប៊ូតុង submit អូខេអញ្ចឹងនេះជាប្រភេទគំរូបានសារដែលយើងមានស្រាប់អាចប្រើប្រាស់បានសម្រាប់លោកគ្រូឬក៏បងប្អូនណាដែលគាត់ត្រូវការប្រើប្រាស់យើងកាន់តែចុចតាក់ទង certificate មួយនេះមកប៉ុន្តែបញ្ជាក់បើសិនជា certificate បែបនេះដែលចែងរូបរាង pro បែបនេះយើងអាចធ្វើការបង់លុយសម្រាប់ Canva យើងអាចទិញតាក់ទងប្រើ Canva Pro តែបើសិនយើងប្រើធម្មតាអញ្ចឹងយើងមិនចាំបាច់បង់លុយទេបើសិនជាយើងអត់មានតាក់ទងរូប Pro នោះគឺយើងអាចរើសប្រភេទបានសារ certificate នេះធម្មតាបានអូខេឧទាហរណ៍ខ្ញុំឆ្លាញ់មួយនេះចុះបាទហើយចុចចំ certificate នឹងមកបន្តមកទៀតយើងអាចចុចនេះបាទ custom this template នេះមកអូខេអញ្ចឹងកន្លែងនេះយើងអាចយកទៅកែអក្សរបានបាទឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះខ្ញុំបាទអូខេខ្ញុំដាក់ឈ្មោះខ្ញុំចាស់បាទហើយយើងអាចធ្វើការ custom size កន្លែងនេះអូខេអញ្ចឹងខ្ញុំដាក់ប៉ុណ្ណេះបន្តមកទៀតយើងធ្វើការ download នៅ template នេះទៅប្រើឬក៏យើងអាចធ្វើការ add new ថ្មី add new ថ្មីព្រោះក្រហមចេះទាំងអស់គ្នាកុំទិនភ័យអីដើម្បីឲ្យបានទាំងអស់យើងជួយចំតាក់ទង template នឹងមកបាទជួយឲ្យចំរាងជើងហៀងក៏បានបាទទាំងអស់បែបនេះបាទយើងជួយឲ្យចំរាងជើងហៀងបែបនេះមក press Ctrl D ឬក៏យើងចុច Ctrl D ជាប់មកវានៅបាន certificate មួយនេះមួយទៀតក៏ប៉ុន្តែបើសិនជាយើងចង់បានតែមួយយើងគណចុចធ្វើការចុចពាក្យ C នៅខាងស្ដាំនេះហើយឬពាក្យថា download បន្តមកទៀតយើងធ្វើការរើសប្រភេទ file ថាអញ្ចឹងវាមាន JPG ហើយនិង PNG ជាទូទៅយើងអាចប្រើ JPG ក៏បានប្រើ PNG ក៏បានសម្រាប់រូបភាពបើយើងចង់បានជា PDF ឬក៏ PDF សម្រាប់ print យើងអាចរើសកន្លែងនេះបានមួយទៀតយើងចង់បានជាវីដេអូយើងអាចយកកន្លែងជាវីដេអូបានហើយនឹងធ្វើជាបទបង្ហាញគឺយើងអាចធ្វើជាបទបង្ហាញបានដែរប៉ុន្តែអ្វីដែលខ្ញុំត្រូវការគឺខ្ញុំត្រូវការទាក់ទងនឹងរូបភាពអញ្ចឹងខ្ញុំចុចឲ្យចំ JPG បន្តមកទៀតយើងមកខាងក្រោមចឹងកន្លែងនេះយើងមិនបាច់ប៉ះពើទេតែបើសិនតែយើងជា Canva Pro យើងអាចធ្វើការប៉ះពើបានបាទអញ្ចឹងកន្លែង limit size នេះគឺយើងមិនបាច់កំណត់ដែរអញ្ចឹងបន្តមកទៀតយើងចុចកន្លែង page អញ្ចឹងខ្ញុំត្រូវការតែមួយតពើទេយើងអាចវាយលេខ1ហើយខ្ញុំចុច done បន្តមកទៀតខ្ញុំចុចជួយការ download បាទបន្ទាប់ពី download យើងរងចាំរហូតដល់ពេញបាទបើសិនតែពេញកន្លែងនេះវានឹង load ផ្ទាំង pop up ឲ្យយើងមួយតែបើ computer ទាំងអស់គ្នាជាទូទៅអាចមកកន្លែង download នេះបាទជាយើងអាចចុច save មកចុចរូបភាពយើងបានជាការស្រេចអញ្ចឹងដើម្បីទៅរករូបភាពនៅទីតាំងនឹងបានយើងអាចចុចប៊ូតុង tray មួយដែលមានពាក្យថា download នេះក៏បានបាទហើយមួយទៀតយើងអាចចុចកន្លែងតាក់ទងនឹង file exporter របស់យើងនៅក្នុង computer បាទហើយយើងរើសពាក្យថា download អញ្ចឹងយើងនឹងឃើញពាក្យបានភាសារបស់យើងដែលយើងបាន download ចេញពី Canva គឺនៅកន្លែងនេះអញ្ចឹងយើងអាចយកទៅប្រើប្រាស់បាទចុចមើលជារូបភាពបែបនេះបានបាទនេះគឺជារបៀបបង្ហាញទាក់ទងនឹងការទាញយកបានសារពី Canva ហើយសង្ឃឹមថាទាំងអស់គ្នានឹងយល់នៅវីដេអូនេះបើសិនជាពេញចិត្តនៅវីដេអូនេះក៏សូមជួយ like share subscribe នៅវីដេអូរបស់ខ្ញុំដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូក្រោយជាបន្តបាទជាចុងក្រោយសូមគោរពនិងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចំណាយពេលតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់